ស្រីនិងកញ្ញាជាទីមេត្រីបាទនេះរូបភាព highlight នៃការប្រកួតបាល់ទាត់ពានរង្វាន់ Spiring Cup អាយុក្រោម15ឆ្នាំវគ្គផ្ដាច់ព្រាត់ដណ្ដើមចំណាត់ថ្នាក់លេខ1និងលេខ2រវាងក្រុមបាល់ទាត់ប្រខារី Spiring អាយុក្រោម15ឆ្នាំនិងក្រុមគោព្រៃភូមិស្វាយធំការប្រកួតនេះធ្វើឡើងនៅទីលានបាល់ទាត់នៅក្នុងកីឡាដ្ឋានខេត្តស្វាយរៀងបាទឯកសន្តានបាទពណ៌ខៀវគឺក្រុមប្រខារីស្វាយរៀងបាទឯកសន្តានពណ៌បៃតងគឺក្រុមបាល់ទាត់បាទគោព្រៃភូមិស្វាយធំមុនការប្រកួតចាប់ផ្ដើមក៏មានគោរពវិញ្ញាណក្ខន្ធដល់វិរៈកងទ័ពអាជ្ញាកណ្ដាលដឹកនាំការប្រកួតលោកលក្ខបូរ៉ាការប្រកួតចាប់ផ្ដើមនៅម៉ោង 4:00 នាទីចាប់ផ្ដើមទាត់បាល់មួយជើងឡើងលើពីក្រុមបាល់ទាត់គោព្រៃភូមិស្វាយធំបើកន្លែងនេះឱកាសលេងបាន7 នាទីបាទនៅមុខទីចាប់ជាប់បាទអ្នកចាំទីបាទកីឡាករបាទបូដានីប្រខានរាជស្វាយរៀងភ្លាមដាក់សម្ពាធដោយកីឡាករងួនវណ្ណរាជាតិក៏បានទាត់មួយជើងទៅវិញដែរហើយកន្លែងនេះឱកាសរបស់សុវណ្ណបញ្ញាតែយ៉ាងណាក៏ដោយបាល់ free kick ល្អមែនទែនពីកីឡាករអាចផលវិសាលនៅនាទីទី7ដែលធ្វើឲ្យក្រុមបាល់ទាត់គោព្រៃភូមិស្វាយធំនាំមុខគូប្រកួត1-0នៅនាទីទី7ដោយប្រធានក្រុមអាចផលវិសាលផុតដៃអ្នកចាំទីណមុនីបាទមួយគ្រាប់នេះធ្វើឲ្យបាទកូនក្រុមទាំងអស់នៅក្នុងក្រុមយុវជនបាទគូព្រៃភូមិស្វាយធំរីករាយមែនទែនបាទយ៉ាងណាក៏ដោយយើងឃើញក្រោយនាំមុខ1-0ប្រខានរាជស្វាយរៀងក៏បានដាក់សម្ពាធទៅវិញទៅលើគូប្រកួតឱកាសរបស់កីឡាកររ៉ាឈីតបាទទាត់បញ្ចូលទីតាមស្មើនៅនាទីទី21ងួនវណ្ណរាឈីតធ្វើបានសម្រេចឲ្យក្រុមរបស់គេតាមស្មើបាទ1-1នៅនាទីទី21បាទមួយគ្រាប់នេះរ៉ាឈីតបាទពិតជារីករាយក៏ដូចជាក្រុមទាំងអស់ពិតជាសប្បាយចិត្តនៅទម្រង់តាមស្មើដ៏ល្អហើយនាទីបន្តទៀតឱកាសរបស់ប្រខានរាជស្វាយរៀងបានដាក់សម្ពាធទៅលើក្រុមលីនីជូលបាទជូឡាយបាទធ្វើបានសម្រេចចប់វគ្គទី1ក្រុមទាំងពីរស្មើគ្នា1-1បាទវគ្គទី2ក៏កាន់តែក្តៅកគុកសម្រាប់ក្រុមទាំងពីរចាប់ផ្ដើមភ្លាមប្រខានរាជមានឱកាសរបស់សុផលបញ្ញាក៏ប៉ុន្តែបាទកាត់ចូលក្នុងហើយបញ្ញាមានឱកាសទាត់ដែរតែបាល់ចូលដល់ដៃអ្នកចាំទីបូដានីបាទអញ្ចឹងវាយសម្រុកម្ដងម្កាលទៅលើគូប្រកួតឱកាសជាថ្មីរបស់ជីវដេវីតក៏កាត់ចូលទៅក្នុងប្រអប់ក៏ចូលដៃអ្នកចាំទីបូដានីជាថ្មីបាទអញ្ចឹងយើងឃើញថាសម្រាប់វគ្គទី2នេះក៏ក្រៅពីប្រខានរាជដាក់សម្ពាធក្រុមបាល់ទាត់គោព្រៃភូមិស្វាយធំក៏មិនប្រងើយកតើដែរក៏វិបកទៅវិញនេះជាឱកាសរបស់ប្រខានរាជបាល់ free kick ពីកីឡាករវណ្ណរាជាតិតែអ្នកចាំទីចាប់បានក្រោមដំណក់ទឹកភ្លៀងប្រខានរាជស្វាយរៀងនៅតែដាក់សម្ពាធទៅលើគូប្រកួតកាត់ទៅស្លាប់ស្ដាំកីឡាករលីនីជូឡាយទាត់មកអ្នកចាំទីក៏បាទជួយបានទៀតចប់ការប្រកួតបាទក្រុមទាំងពីរស្មើគ្នា1-1ដើម្បីរកឃើញជើងឯកការបាល់11ម៉ែត្រត្រូវបានធ្វើឡើងហើយទាត់បាល់មុនគេបាទគឺនីវរយុទ្ធបាទធ្វើបានសម្រេចគ្រាប់បាល់ដំបងឲ្យក្រុមហើយបន្តប្រខានរាជក៏ទាត់បាទគ្រាប់ទី1គ្រាប់ទី2បាទរហូតដល់ងួនវណ្ណរាជាតិបាទបើកការទាត់តាមស្មើ1-1បាទហើយយើងឃើញហើយបាទសម្រាប់បាទគ្រាប់ទី2ក៏នៅតែធ្វើបានសម្រេចបាទសម្រាប់ក្រុមបាល់ទាត់គូព្រៃភូមិស្វាយធំបាទពិតជាអស្ចារ្យបាទសម្រាប់កីឡាករម្ចាស់អាវលេខ4យ៉ាងណាក៏ដោយបាទជីវបាទដាវីតក៏តាមស្មើឲ្យក្រុម2-2បាទអ្នកគ្រប់គ្រងកាន់តែរីករាយសប្បាយជាមួយនឹងការទាត់បញ្ចូលទីបាទនេះគឺទាត់លឿនបាទពីកីឡាករម្ចាស់លេខ6ពិសិដ្ឋវិសាលមិនចំគោលដៅអត់ចូលបាទទាត់ហើយទឹកមុខក្រៀមក្រំកើតឡើងបញ្ញាបន្ថែមគ្រាប់ទី3បានសម្រេចឲ្យប្រខានរាជស្វាយរៀងផុតដៃអ្នកចាំទីបាទអ្នកគ្រប់គ្រងកាន់តែរំពឹងថាពៀននឹងបានមកខ្លួនបាទហើយមកគ្រាប់នេះគេសប្បាយចិត្តមែនទែនដែលគេធ្វើបានសម្រេចគ្រាប់ទី3ខណៈដែលគ្រាប់ទី3របស់គូព្រៃធ្វើមិនបានសម្រេចបាទគ្រាប់ទី4ក៏ធ្វើបានសម្រេចពីកីឡាករសុកយុនរក្សាបន្តទៀតសម្រាប់គូព្រៃភូមិស្វាយធំបាទចំណែកប្រខានរាជស្វាយរៀងម្ចាស់ឲ្យលេខ6រស់វឌ្ឍនៈក៏ធ្វើបានសម្រេចដូចគ្នាសម្រាប់គ្រាប់ទី4បាទអញ្ចឹងគឺ4គ្រាប់ធ្វើបានសម្រេចទាំង4បាទសបាយរំបាទក្រោយពេលដែលខ្លួនធ្វើបានជោគជ័យបាទយ៉ាងណាក៏ដោយអាចផលវិសាលក៏បន្ថែមគ្រាប់ទី5ឲ្យក្រុមបានសម្រេចដែរបាទហើយអ្នកគ្រប់គ្រងប្រខានរាជក៏ថាចូលបាត់ទៅហើយបាទចាំមើលគ្រាប់ចុងក្រោយ
ទៀមផុតគ្រួងវឹកដាក់អ្នកចាំទីឲ្យទាត់បាទគឺកីឡាករណមនីម្ចាស់អាវលេខ1អ្នកចាំទីរបស់ប្រកាន់រាជស្វាយរៀងបាទជាអ្នករ៉ាប់រងបាទកន្លែងនេះបឆោតមួយទាត់មកជើងមកងាយផុតដៃអ្នកចាំទីហើយក៏ជាគ្រាប់ឲ្យក្រុមប្រកាន់រាជស្វាយរៀងអាយុក្រោម15ឆ្នាំក្លាយទៅជាម្ចាស់ពានឆ្នាំ2025នេះតែម្ដងបាទលោកស្រីនិងកញ្ញាទីមេត្រីអរគុណសម្រាប់ការតាមដានទស្សនាបាទហើយបន្តិចទៀតសូមរងចាំទស្សនាទស្សនវិជ្ជាការលើកពានបាទនៃការប្រកួតបាល់ទាត់ស្វាយរៀងខាប់វគ្គផ្ដាច់ព្រាត់នេះ